mình men riêng chọc về chuyện mình đất ai bao clinic bàn thì lúc ra tại dương miên chủng niên bị xe môi tiết cứ tẹt tông phép chỉ nè đặc nòm rồi có riêng chủng niên đặc nòm bàn dương ai đặc nòm tháp bàn dương bàn bên nào để dương riêng phép chỉ nè đặc nòm hay mình chăm bách thay dương che pet bàn bạc pet bàn thì mình chăm bách thay dương to là che tọt bàn rồi có chủng rửa chết bàn dương ai bạc xả ba tọt bàn này vô phép chỉ nè đặc nòm bao nhiêu nè giờ ở tháp prao nè chủng niên thôi hơi tam chủng niên bao nhiêu thôi nhưng ba để vì chạm đất soi soi đi ná hayปัจจุบันជា CEO នៃមន្ទីរសម្រាប់ជាបាលកណ្ដាលបងប្អូនបានដឹងហើយថាខ្ញុំរៀនតាក់ទងជាមួយនឹងជំនាញឯកទេសពេទ្យពេលដែលខ្ញុំរៀនចប់វិជ្ជាបណ្ឌិតរយៈពេល8ឆ្នាំខ្ញុំហ៊ានបើកមន្ទីរពេទ្យខ្លួនឯងដែលពីមុនខ្ញុំចាប់ផ្ដើមពីបន្ទប់ពិគ្រោះបាទដំបូងឡើយគឺបន្ទប់ពិគ្រោះអញ្ចឹងពេលណាដែលមានភ្ញៀវគាត់ចូលរួមគាត់ចូលមកកន្លែងមន្ទីរសម្រាប់ជាបាលក៏ដូចជាបន្ទប់ពិគ្រោះយើងច្រើនមានអ្នកគាំទ្រច្រើនពេលនោះមានគេហៅថាមានផលវិបាកខ្លាំងមែនតើដោយសារខ្ញុំរៀនជំនាញវិជ្ជាបណ្ឌិតខ្ញុំអត់ចេះជំនាញខាងគ្រប់គ្រងខ្ញុំអត់មានជំនាញខាងដឹកនាំទេប៉ុន្តែដល់ពេលដែលយើងមានអតិថិជនច្រើនធ្វើឲ្យយើងហិតតែរវល់បានន័យថាការងារពី A ដល់ Z ខ្ញុំត្រូវទៅទាំងអស់មានពេលខ្លះខ្ញុំរត់ទៅជួយសារ៉េម៉ូតូឲ្យភ្ញៀវបាទមានពេលខ្លះខ្ញុំរត់ទៅដាក់ថ្នាំឲ្យភ្ញៀវមានពេលខ្លះខ្ញុំអង្គុយកន្សោលឬក៏ពិគ្រោះជំងឺនៅកន្លែងបន្ទប់ពិគ្រោះអញ្ចឹងពី A ដល់ Z យើងធ្វើទាំងអស់ធ្វើយូរមានអារម្មណ៍ថាដូចជាធុញថប់ជាមួយនឹងអាជីពខ្លួនឯងបាទអញ្ចឹងឆ្នាំ2021 2022ខ្ញុំចាប់ផ្ដើមគិតខ្លួនឯងថាពេលដែលខ្ញុំរលុយបានកាន់តែច្រើនធ្វើឲ្យខ្ញុំស្អប់អាជីពនឹងរហូតដល់ខ្លាំងដោយសារខ្ញុំអត់មានជំនាញចំណេះវិជ្ជាខាងផ្នែកដឹកនាំបាទខ្ញុំក៏បានស្វែងរកតាក់ទងជាមួយនឹងសាលាបដិបដាលអ្នកដឹកនាំបាទបន្ទាប់មកក៏ខ្ញុំបានបងប្រុសខ្ញុំបាទបងរស់សាទបានណែនាំឲ្យស្គាល់វគ្គជាលអេលោកគ្រូរដ្ឋាបាទបងប្អូនអរគ្នាមានផលវិបាកមែនតើពេលនោះខ្ញុំហ៊ាននិយាយថាខ្ញុំរកលុយបានច្រើនប៉ុន្តែខ្ញុំត្រូវធ្វើការឲ្យខ្លួនឯងគឺរយៈពេលមួយថ្ងៃ15ម៉ោងបានតែពីព្រលឹមខ្ញុំងើបតាំងពីម៉ោង5មកកន្លែង clinic រហូតដល់ម៉ោង9យប់ខ្ញុំអត់មានពេលជួបជុំគ្រួសារទេអត់មានពេលសៅរ៍អាទិត្យជូនកូនទៅរៀនទេជូនកូនដើរលេងទេអត់មានទេបានន័យថាពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យគឺខ្ញុំរវល់ជាមួយនឹងការងាររហូតសូម្បីតែគ្រួសារខ្ញុំខ្លះអត់សូវបានជួបមុខគ្នាម្នាក់ទៅធ្វើការម្នាក់នៅ clinic អញ្ចឹងទៅដល់ពេលមានអារម្មណ៍ថាយើងហត់នឿយជាមួយនឹងអាជីពរបស់យើងក៏ចាប់ផ្ដើមមកស្វែងរកនៅកន្លែងរៀនហើយក៏ជួបវគ្គជាលអេរបស់លោកគ្រូរដ្ឋាពេលនោះហើយដែលធ្វើឲ្យខ្ញុំបានដឹងថាមិនមែនរៀនចប់វិជ្ជាបណ្ឌិតអាចបើក clinic បានទេបាទលុះត្រាតែយើងមានជំនាញពិសេសមួយទៀតគឺតាក់ទងភាពជាអ្នកដឹកនាំឬក៏រៀនជំនាញដឹកនាំបានយើងអាចដឹកនាំថាបានយើងបានបន្ទាប់ពីខ្ញុំរៀនហើយកាលពីមុនមកកន្លែងមានអារម្មណ៍ថាអត់នឿយប៉ុន្តែដល់ពេលខ្ញុំរៀនហើយខ្ញុំមានអារម្មណ៍ថាមកកន្លែងនេះគឺអត់ទាន់គ្រប់គ្រាន់ទេសម្រាប់ខ្ញុំហ៊ានថ្លើមធំទៅពង្រីកបាន2កន្លែងទៀតបាទហើយធ្វើឲ្យខ្ញុំនឹងទនេជាងអាការខ្ញុំនៅមួយកន្លែងទៀតអញ្ចឹងនេះហើយគឺជាឥទ្ធិពលឬក៏ជាចំណុចសំខាន់នៃការរៀនភាពជាអ្នកដឹកនាំមានពេលមួយនោះខ្ញុំនិយាយពីរឿងពិតពេលដែលខ្ញុំបើកសាខាថ្មីមួយនៅទល់មុខផ្សារឡាគីផ្នែកឯងពេលនោះខ្ញុំចុះទៅធ្វើ marketing បាទពេទ្យធ្វើ marketing ដែរបើមិនចឹងក៏មានជំងឺចូលទេបាទអញ្ចឹងខាងក្រុម marketing របស់ខ្ញុំគឺជាអ្នកដើរចែកខិត្តប័ណ្ណនឹងឯងដើរចែកខិត្តប័ណ្ណ 4-5 នាក់អញ្ចឹងជាមួយ GM ខ្ញុំនឹងដែរចែកខិត្តប័ណ្ណនៅផ្សារអីដើម្បីអីផ្សព្វផ្សាយថាកន្លែងយើងបើកថ្មីយើងមានការ free ការបណ្ឌិតឆ្អឹងដិតអីចឹងទៅរហូតដល់មានអ្នកជំងឺមួយនោះក៏ធ្លាប់ស្គាល់ខ្ញុំគាត់ថាលោកគ្រូខ្ញុំទៅពេទ្យឥឡូវដែរជួបលោកគ្រូស្រាប់មកដើរចែកខិត្តប័ណ្ណបានន័យថាពេលដែលខ្ញុំមករៀនវគ្គភាពជាអ្នកដឹកនាំហើយខ្ញុំលែងសូវនៅ clinic ទេបានន័យខ្ញុំបដ ாய் ឲ្យអ្នកជំនាញគាត់ធ្វើដល់ពេលហើយខ្ញុំហ៊ានបើកមួយសាខាទៀតប៉ុន្តែសួរថាតាក់ទងជាមួយនឹងអាជីពរបស់យើងនឹងមិនដែរខ្ញុំគាត់ថាដល់ពេលដែលខ្ញុំបើករហិតតែច្រើនរហិតតែធ្វើឲ្យខ្លួនខ្ញុំទនេបាទឥឡូវនេះខ្ញុំមានបច្ចុប្បន្នខ្ញុំមាន4សាខាដែលកំពុងតែដំណើរការហើយផ្ទះដៃខ្លាំងៗដល់ GM ខ្ញុំមួយដែរបាទ
ព្រោះឥឡូវខ្ញុំមានការអីខ្ញុំសួរថាបងអូនស្រីខ្ញុំឯងខ្ញុំក៏យកភាពជាអ្នកដឹកនាំខ្លួនឯងនេះឥឡូវបង្កើតរឿងផ្សេងទៀតខ្ញុំបើកជាអាជីវកម្មមួយទៀតគឺតាក់ទងជាមួយនឹងសាលាបាល់ទាត់ព្រោះខ្ញុំស្រឡាញ់ខាងវិស័យកីឡាដែររហូតមកដល់បច្ចុប្បន្នក៏មុនសិស្សមានតែម្នាក់ឯង6 ខែមុនហើយម្នាក់ហ្នឹងគឺកូនខ្ញុំផ្ទាល់ហ្មងតែខ្ញុំអត់ចេះអាជីពបាល់ទាត់ទេខ្ញុំក៏អ្នកលេងធម្មតាបែកញើសសុខភាពទេប៉ុន្តែដោយសារភាពជាអ្នកដឹកនាំរបស់ដែលខ្ញុំបានរៀនជាមួយលោកគ្រូរដ្ឋាហើយខ្ញុំហ៊ានបង្កើតសាលាបាល់ទាត់ទៀតមកដល់បច្ចុប្បន្នខ្ញុំមានសិស្សបង់លុយជាង100 នាក់បាទសុំតែអរមួយបាទហើយខ្ញុំគិតថាការបើកសាលាបាល់ទាត់វាគឺជាអាជីពមួយដែលខ្ញុំគិតថាទី1ខ្ញុំជួយដល់ក្មេងៗដែលគាត់មានបញ្ហាតាក់ទងជាមួយការមើលទូរស័ព្ទយូរឃើញមានក្មេងៗច្រើនណាស់ដែលគាត់មានបញ្ហា autism ប៉ុន្តែខ្ញុំឃើញមួយវគ្គក្រោយនេះគឺខ្ញុំបានជួយពួកគាត់បានច្រើនតាមរយៈការលេងកីឡាបាននេះថាម្ដាយគាត់សប្បាយចិត្តពេលណាដែលគាត់ដាក់មកហាត់បាល់ជាមួយខាងសាលាបាល់ទាត់យើងដែលមានឈ្មោះថា Spider បាទ Spider មកដល់ម៉ោងនេះខ្ញុំគិតថាអាជីពឬក៏សាលាបាល់ទាត់ខ្ញុំហាក់ដូចជាសិស្សម្នាក់ខ្ញុំគិតថាដូចជាខ្ញុំមានបន្ទប់ជួលមួយអញ្ចឹងខ្ញុំតែងតែប្រាប់ដៃគូខ្ញុំថាសិស្សម្នាក់ស្មើនឹងបន្ទប់ជួលមួយពួកគាត់បង់មួយខែ$30ហើយគាត់បង់រាល់ខែហើយបន្ទប់ជួលខ្ញុំនេះអត់មានហានិភ័យទេបានន័យថាខ្ញុំអត់មានត្រូវប្រើដើមទៅអីទៅសាងសង់មានឥដ្ឋមានអីទេបាទហើយអត់ភ័យរឿងឆេះប៉ុន្តែសាលាបាល់ទាត់ម្នាក់ស្មើនឹងបន្ទប់ជួលមួយហើយគោលដៅខ្ញុំនឹងរកឲ្យបានក្នុងឆ្នាំ2027នេះគឺ1000 នាក់បាទបើចាប់ផ្ដើមពីដំបូងខែ6ខ្ញុំមានសិស្សតែម្នាក់ឯងប៉ុន្តែឥឡូវនេះខ្ញុំមាន100 នាក់រយៈពេលតែ6 ខែហើយក៏មុនមានតែមួយសាខាឥឡូវខ្ញុំមាន5សាខាពីព្រឹកមិញខ្ញុំនៅសាខាមួយទៀតក្បែរស្ពានទឹកថ្លានេះទៅបង្កើតថ្មីបាទខ្ញុំដាក់តែគ្រូ2 នាក់សិស្សមកច្រើនខ្ញុំដាក់គ្រូថែមអញ្ចឹងចង់បញ្ជាក់បងប្អូនកន្លែងនេះថាពេលណាដែលយើងរៀនភាពជាអ្នកដឹកនាំហើយមិនចាំបាច់ថាយើងចេះពេទ្យបានបើកពេទ្យបានទេមិនចាំបាច់ថាយើងតល់តែចេះទាត់បាល់ឬក៏ជំរឿសជាតិបានយើងអាចបើកសាលាបាល់ទាត់បានទេបាទមិនតល់តែយើងនឹងចេះអីបានយើងធ្វើអានឹងបានទេយកភាពជាអ្នកដឹកនាំរបស់យើងនេះទៅជួលអ្នកជំនាញឬក៏ទៅនិយាយអស់ថាប្រើអ្នកជំនាញទៅប្រើតាមជំនាញរបស់គេទៅយើងមានតែមួយគត់គឺធ្វើម៉េចសម្រេចក្តីសុបិនរបស់យើងថាយើងចង់ធ្វើអីបាទមិនត្រឹមតែប៉ុណ្ណោះមិនតាន់អស់ចិត្តឥឡូវពេលដែលខ្ញុំមានសិស្សច្រើនខ្ញុំមើលពីតម្រូវការរបស់សិស្សខ្ញុំគាត់អត់មានស្បែកជើងកីឡាគាត់អត់មានអាវកីឡាគាត់អត់មានអីទេឥឡូវខ្ញុំបើកមួយទៀតគឺតាក់ទងជាមួយនឹងអាជីវកម្មលក់សម្ភារៈកីឡាដែលមានឈ្មោះថា Cari Sport បាទហើយយក brand របស់ពាក់មីទៀតព្រោះជួលគាត់ឡើងហ្នឹងយើងដាក់ឈ្មោះគាត់បណ្ដោយទៅគាត់ជួយធ្វើ marketing ឲ្យយើងទៀតឃើញទេបងប្អូនគ្នាអញ្ចឹងនេះហើយគឺជាភាពអស្ចារ្យនៃភាពជាអ្នកដឹកនាំពីមុនជាគ្រូពេទ្យធម្មតាអង្គុយមួយទល់មួយអ្នកជំងឺអញ្ចឹងអត់អីទេហ៊ានតែឡើងមកនិយាយទេញ័រតែត្រឹកប៉ុន្តែឥឡូវអត់អីអាចកាត់បន្ថយបានច្រើនបាទបើមានមនុស្សពេញហ្នឹងទៀតរហូតតែមានថាមពលក្នុងការនិយាយទៀតបាទសូមស្វាគមន៍វគ្គ3ខែខ្លាយជាអ្នកដឹកនាំខ្លួនឯងដឹកនាំគ្រួសារនិងដឹកនាំស្ថាប័នតម្លៃសិក្សាតែ$300ប៉ុណ្ណោះវគ្គថ្មីចូលរៀនថ្ងៃទី26 ខែ 6 ឆ្នាំ 2026 នេះតទៅនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida